រឿងដែលយើងមិនអាចនៅស្ងៀមគឺរាល់ពេលដែលកងទ័ពថៃធ្វើសកម្មភាពឈ្លានពានមកលើខ្សែបន្ទាត់ព្រំដែនរបស់យើងទោះក្នុងរូបភាពណាក៏ដោយយើងត្រូវតែ share ចែករំលែកដើម្បីឲ្យសកលលោកដឹងឮបើទោះបីជាយើងពឹងលើច្បាប់អន្តរជាតិក៏យើងមិនអាចអង្គុយមើលភាពកក្លឿនរបស់ជាតិសាសន៍មួយនេះបានដែរនៅព្រឹកព្រលឹមស្រាងៗម៉ោងប្រហែល 6:00 នាទីថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2026 ភស្តុតាងច្បាស់ៗគឺការរំលោភបំពានខ្សែបន្ទាត់ព្រំដែនពីសំណាក់កងទ័ពថៃដោយគ្មានកោតញញើតសូម្បីតែមានក្រុម AOT បានចុះទៅឃើញដោយផ្ទាល់ក៏ដោយវាគឺជាការប្រមាថដល់អធិបតេយ្យភាពរបស់កម្ពុជាកងទ័ពថៃបានប្រើប្រាស់កម្លាំងនិងសម្ភារៈបច្ចេកទេសដោយបាននាំគ្នាដាក់ទូកុងតឺន័រពាត់យកទឹកដីខ្មែរនៅតំបន់ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់យ៉ាងប្រហើនបំផុតយោងតាមខ្សែបន្ទាត់ព្រំដែនច្បាស់លាស់តំបន់នេះគឺជាទឹកដីអធិបតេយ្យភាពរបស់កម្ពុជាដែលកងទ័ពថៃមិនដែលធ្លាប់ទាំងបានឡើងមកជាន់នៅលើកន្លែងនេះម្ដងណាឡើយសកម្មភាពរំលោភបំពាននេះបានកើតឡើងបន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី 27 ខែធ្នូឆ្នាំ 2025 គឺស្មើនឹងមិនគោរពស្មើនឹងបំផ្លាញចោលនៅកិច្ចខិតខំប្រឹងប្រែងរបស់ភាគីជាច្រើននេះគឺជាសកម្មភាពយ៉ាងកក្លឿនរបស់យោធាថៃដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើបទឈប់បាញ់ដែលបានព្រមព្រៀងនិងបំពានលើកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីរួមទាំងរំលោភលើច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាងអនាធិបតេយ្យកម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិមហាអំណាចនិងបណ្ដាប្រទេសនានាដែលតម្កល់ច្បាប់ជាធំមេត្តាជួយពិនិត្យអន្តរាគមន៍និងដាក់សម្ពាធឲ្យកងទ័ពថៃបញ្ឈប់ទង្វើខុសច្បាប់នេះជាបន្ទាន់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមបងប្អូនជួយចែករំលែក